គ្រប់នឹងជាសួរពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំមកបង្ហាញពាក់ព័ន្ធជាមួយនឹងស្រូវ Ribery របស់ខ្ញុំបាទស្រូវនេះយើងធ្វើការដាំដុះនៅក្នុងខេត្តបាត់ដំបងហើយស្រូវនេះខ្ញុំតែងតែធ្វើវីដេអូបង្ហាញមកជាដំណាក់កាលរហូតមកហើយឥឡូវនេះស្រូវយើងចូលដល់ដំណាក់កាលទុំប្រហែលជា 50-60% ហើយប្រហែលជា4-5 ថ្ងៃទៀតយើងអាចធ្វើការប្រមូលផលបានហើយបងប្អូនគ្រាប់ស្រូវរបស់យើងស្អាតភ្លឺអត់មានជំងឺទេបងប្អូនហើយបញ្ជាក់ផងដែរថាស្រូវនេះយើងទុកសម្រាប់ធ្វើពូជហើយបងប្អូនណាមានចំណាប់អារម្មណ៍ចង់បានពូជយកទៅធ្វើបន្តបងប្អូនអាចតាក់ទងមកខ្ញុំបានខ្ញុំម្ចាស់ផ្ទាល់ខ្ញុំធ្វើផ្ទាល់ហើយតម្លៃក៏យើងអាចចរចាគ្នាបានតាមជាក់ស្ដែងបាទហើយពូជនេះមកដល់ថ្ងៃនេះយើងអាយុ110ថ្ងៃហើយបងប្អូនអញ្ចឹងយើងថែបែបស្រូវប្រាំងអញ្ចេះ115ថ្ងៃយើងអាចច្រូតបានហើយបើបងប្អូនចង់ធ្វើតែម្ដងក្នុងមួយឆ្នាំក៏អាចធ្វើបានដែរយើងព្រោះជាមួយនឹងស្រូវរំដួលខែ7អីទៅហើយអញ្ចឹងយើងអាចមកច្រូតនៅក្នុងខែ11អីបានអញ្ចឹងអរគុណពុកម៉ែបងប្អូនដែលតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមមកហើយបញ្ជាក់ថាស្រូវនេះខ្ញុំលក់នៅចុងខែ1នេះបាទអញ្ចឹងអរគុណជម្រាបលា